សូមជូនរឿងវិមានព្រលឹងឯកាសំណល់ស្នេហ៍ខ្មោចនាងនីខេត្តកំពតគឺជាដែនដីដ៏ស្រស់ត្រកាលមួយនៃព្រះរាជាណាចក្រកម្ពុជាដែលល្បីល្បាញដោយសារទិដ្ឋិភាពដ៏ត្រជាក់នៃភ្នំបូកគោព្រមទាំងក្លិនក្រអូបឈ្ងុយនៃម្រេចតាមីនអូជីរ៉ូប៉ុន្តែហួសពីភាពល្បីល្បាញនេះទៅគឺមានជ្រុងងងឹតមួយដែលត្រូវបានលេខបំពេញដោយវង្កនិននៃភាពស្ងាត់ជ្រងំនោះគឺជាផ្ទះវីឡាបារាំងបុរាណមួយដែលគេបោះបង់ចោលតាំងពីសម័យសង្គ្រាមមកលះវាលាក់ខ្លួនយ៉ាងស្ងៀមស្ងាត់នៅតំបន់ដាច់ស្រយាលមួយក្បែរជើងភ្នំដែលគ្មាននរណាម្នាក់ហ៊ានចូលក្បែរឡើយក្រុមយុវជន3នាក់គឺសាក់អ្នកដឹកនាំរឿងលីដាអ្នកថតរូបនិងប្រតិបត្តិការកាមេរ៉ានិងសូវ៉ាន់អ្នកបច្ចេកទេសសំឡេងបានសម្រេចចិត្តបោះបង់ចោលភាពអ៊ូអរនៃទីក្រុងភ្នំពេញដើម្បីស្វែងរកទីតាំងដ៏ព្រឺព្រួយនេះសម្រាប់ការថតភាពយន្តខ្លីបែបរន្ធត់របស់ពួកគេតើឯងប្រកាសទេសាក់ថាយើងគួរតែមកទីនេះលីដាដែលតែងតែមានវិញ្ញាណទី6ខ្លាំងជាងគេបានសួរឡើងទាំងសំឡេងក្រលួតនាងឈរក្បែររថយន្តជីបដែលពេញទៅដោយឧបករណ៍ថតគុណហើយភ្នែករបស់នាងបានសម្លឹងមើលទៅផ្ទះវីឡាដ៏ខ្ពស់ត្រដែតនោះដោយមានអារម្មណ៍មួយដែលពិបាកនឹងពន្យល់ផ្ទះវីឡានោះត្រូវរំពាត់ទៅដោយវល្លិរុក្ខជាតិពណ៌បៃតងខ្មៅនិងពោរពេញទៅដោយស្លាកស្នាមនៃការវេលាដ៏យូរលង់ជញ្ជាំងអ៊ីតពណ៌សដែលធ្លាប់តែលេចធ្លោពេលនេះបានប្រែជាប្រភេទទ្រុឌទ្រោមហើយកញ្ចក់បង្អួតជាច្រើនបានបែកបាក់អូស្ត្រាលីទុកឲ្យផ្ទៃខាងក្នុងងងឹតលិចលង់ដោយស្រមោលវាហាក់ដូចជាព្រលឹងនៃផ្ទះនេះត្រូវបានជាប់ឃុំឃាំងនៅក្នុងអតីតកាលដ៏គ្រំក្រៀមសាក់បានតបដោយសម្លេងប្រកបដោយភាពជឿជាក់នេះជាទីតាំងដ៏ល្អឥតខ្ចោះលីដាយើងត្រូវការភាពភ័យរន្ធត់ពិតប្រាកដសម្រាប់ទស្សនិកជនគេនិយាយថាផ្ទះនេះត្រូវបានគេបោះបង់ចោលតាំងពីមុនសម័យប៉ុលពតមកម្លេះដោយសារតែរឿងស្នេហាត្រីកោណដ៏សោកសៅមួយហើយក៏ដោយសារតែរឿងខ្មោចលងរាប់ទសវត្សរ៍ដែរសូវ៉ាន់កាត់ចង្កូតកាមេរ៉ាសម្លេងរបស់គេហើយលន់មកតិចខ្ញុំលឺថាអ្នកភូមិហៅវាថាវិមាននាងនេះនាងជាខ្មោចស្រីដែលតែងតែលងបន្លាយបុរសណាដែលហ៊ានចូលទៅក្នុងបន្ទប់គេងរបស់នាងពេលកំពុងតែរៀបចំអីវ៉ាន់សាក់បានដើរទៅរកមាត់ទ្វារដ៏ធំដែលធ្វើអំពីឈើកកហើយស្រាប់តែមានសំឡេងមួយបានលាន់ឮឡើងពីក្រោយកំពតផ្កាចាស់ចាស់ណែកូនតើកូននឹងធ្វើអីនៅទីនោះតើអាចារ្យចាស់ម្នាក់ដែលមានពុកមាត់ផសនិងពាក់អាវខ្មៅប្រហែលជាអ្នកចាំព្រៃឬអ្នកភូមិដែលនៅក្បែរនោះបានលេចមុខឡើងទាំងកែវភ្នែកដ៏មុតស្រួយអត់អីទេលោកតាសាក់ឆ្លើយទាំងញញឹមពួកខ្ញុំមកថតគុណខ្លីមួយស្ដីពីប្រវត្តិសាស្ត្រវីឡានេះបន្តិចបន្តួចប៉ុណ្ណោះតាអាចារ្យសម្លឹងមើលពួកគេម្ដងទៀតហើយភាពញាប់ញ័របានបង្ហាញឡើងក្នុងសំឡេងរបស់គាត់កន្លែងនេះមានម្ចាស់ហើយកូនវាមិនមែនជាកន្លែងរបស់មនុស្សរស់នៅទេព្រលឹងនាងនេះនៅតែយំរាល់យប់សុំយុត្តិធម៌នាងមិនចូលចិត្តភ្ញៀវណាដែលចូលរំខានការរងចាំរបស់នាងទេចូលទៅបានប៉ុន្តែត្រូវចាំថាកុំប៉ះពាល់វត្ថុដែលធ្វើអំពីសូត្រនិងកុំថតរូបនាងនៅមុខកញ្ចក់ទ្រុឌទ្រោមនោះបន្ទាប់ពីនិយាយចប់លោកតាអាចារ្យក៏ដើរបាត់ទៅក្នុងព្រៃធ្វើឲ្យក្រុមទាំង3មានអារម្មណ៍ព្រឺសម្បូរយ៉ាងខ្លាំងយើងគូតែឃ្លីងគិតថាយើងគូតែស្ដាប់គាត់លីដាខ្សឹបតិចសាក់បញ្ឆេះខ្លួនឯងឡើងវិញមកដល់ហើយគ្មានត្រឡប់ក្រោយទេតែយើងត្រូវទៅចូលទៅមុនពេលថ្ងៃលិចពេលពួកគេដើរចូលទៅខាងក្នុងវីឡាក្លិនដីសើមលេឡំជាមួយធូលីនិងក្លិនក្រអូបឈ្ងុយប្លែកៗនៃផ្កាចំបៃស្ងួតដែលហាក់ដូចជាមាននរណាម្នាក់បានដាក់តាំងវាប៉ុន្មាននាទីមុននេះបានអណ្ដែតចូលតាមច្រមុះទោះបីជាមានភាពស្ងាត់ឥតពីកក៏ដោយសំឡេងកាមេរ៉ាសុវត្ថិផលនៅតែចាប់បាននៅសូរខ្ទខ្យល់កំពុតបួងប្លែកមួយដែលហាក់ដូចជាការខ្សឹបខ្សៀវដ៏សោកសៅពីទីដ៏ឆ្ងាយប្លង់ទី1បន្ទប់ទទួលភ្ញៀវសាក់បញ្ជាទាំងចិត្តញ័រតិចបន្ទប់ទទួលភ្ញៀវមានទំហំធំហើយត្រូវបានតុបតែងលម្អដោយស្នាដៃជាងចម្លាក់បែបបារាំងបុរាណគ្រឿងសង្ហារិមជាច្រើនត្រូវបានគ្របដោយដំណាប់សំពត់ពណ៌សធំធ្វើឲ្យវាមើលទៅដូចជាភ្នូររបស់របបប្រើប្រាស់ដែលត្រូវបានគេបំភ្លេចចោលលីដាព្យាយាមតម្រឹងពន្លឺតាមបង្អោតដែលបែកហើយនាងក៏ឃើញអ្វីមួយជាលើចិញ្ចើមវាគឺជារូបថតមួយសន្លឹកជាស្រីស្អាតកាលពីចំនួនឆ្នាំ1960នាងមានសក់វែងឡាប់បបួររបត់ក្រហមឆ្អោងហើយនាងស្លៀកសម្លៀកបំពាក់សូត្រពណ៌សយ៉ាងប្រណិតសាក់មើលរូបនេះប្រហែលជានាងនេះហើយលីដាខ្សឹប
នៅពេលសាក់ងាកទៅមើលលីដាក៏ដកដៃចេញពីជើងចាំងព្រោះនាងមានអារម្មណ៍ថាមានអ្វីមួយយ៉ាងត្រជាក់ខ្លាំងបានស្ទាបដៃនាងសម្លឹងមើលទៅរូបថតនោះម្ដងទៀតហើយស្រាប់តែឃើញថាភ្នែករបស់នាងក្នុងរូបថតហាក់ដូចជាកំពុងសម្លឹងមកនាងវិញជាមួយនឹងភាពសោកសៅយ៉ាងជ្រាលជ្រៅរំពេចនោះសុវណ្ណដែលកំពុងតែដាក់មីក្រូហ្វូននៅចិន្តាចាស់បានស្រែកឡើងមានអ្វីមួយយ៉ាងធ្លាក់ពីជាន់លើពួកគេទាំង3នាក់បានស្ទុះទៅមើលហើយឃើញតែរូបថតមួយសន្លុកទៀតធ្លាក់ចុះមកវាមិនមែនជារូបថតទេតែជាកូនក្រមុំអាយ៉ងផាប់ផេតទូចមួយដែលពាក់សម្លៀកបំពាក់សូត្រពណ៌សដូចរូបនាងនេះកូនអាយ៉ងនោះគ្មានក្បាលទេប៉ុន្តែមានក្លិនក្រអូបឈ្ងុយនៃផ្កាចំប៉ីកាន់តែខ្លាំងឡើងតាអាចារ្យប្រាប់ថាកុំប៉ះពាល់វត្ថុដែលធ្វើអំពីសូត្រសាក់និយាយទាំងសំឡេងញ័រតែយឺតបៀលទៅហើយសុវណ្ណបានរើសអាយ៉ងនោះរយទៅហើយវាគ្រាន់តែជាកូនអាយ៉ងចាស់មួយប៉ុណ្ណោះសុវណ្ណព្យាយាមធ្វើចិត្តឲ្យរឹងមាំដោយមិនអើពើនឹងសញ្ញាដ៏ច្បាស់លាស់ទាំងនោះពួកគេក៏បានបន្តដំណើរការថតរបស់ពួកគេបានឡើងទៅកាន់ជាន់ទី2រកជំហានដែលពួកគេដើរលើកម្រាលឈើចាក់បានបន្លឺឡើងនៅសំឡេងក្រឹកដ៏គួរឲ្យខ្លាចនៅជាន់ទី2មានបន្ទប់ខេងមួយដែលត្រូវបានចាក់សពីខាងក្រៅសត្វបានផ្លាយកន្សោចាក់មួយដែលគាត់រកឃើញនៅក្នុងថតទូខាងក្រោមដើម្បីបើកទ្វារពេលទ្វារត្រូវបានបើកក្លិនផ្កាចំប៉ីក៏បានផ្ទុះឡើងយ៉ាងខ្លាំងក្លារហូតធ្វើឲ្យពួកគេពិបាកដកដង្ហើមពន្លឺព្រះអាទិត្យលិចបន្តិចបន្តួចបានចាំងចូលតាមបង្អួយហើយចំលើកញ្ចក់ទូកសម្អាតដ៏ធំមួយកញ្ចក់នោះមិនមែនជាកញ្ចក់ធម្មតាទេវាមានស្នាមព្រះហើយមើលទៅដូចជាមានភាពងងឹតមួយប្រភេទនៅក្នុងនោះប្លង់ចុងក្រោយឈុតឆាកក្នុងបន្ទប់គេងនេះសាក់និយាយលីដាអញត្រូវថតកញ្ចក់នោះឲ្យបានច្បាស់លីដាបានលើកកាមេរ៉ាហើយពេលនាងតម្រង់ទីស្ដារទៅកញ្ចក់នាងក៏ស្រាប់តែមានអារម្មណ៍ថាត្រជាក់នៅត្រង់កញ្ចឹងខរបស់នាងវាមិនមែនជាភាពត្រជាក់នៃខ្យល់ទេតែជាអារម្មណ៍ដែលដូចជាមាននរណាម្នាក់កំពុងឈរនៅពីក្រោយនាងចាំបន្តិចលីដាខ្សឹបនៅក្នុងកែវកាមេរ៉ារបស់នាងដែលត្រូវសម្លឹងមើលទៅកញ្ចក់នាងមិនបានឃើញរូបភាពឆ្លុះបញ្ចាំងរបស់នាងទេចំណុំមកវិញនាងឃើញសម្រស់ស្ត្រីម្នាក់ដែលស្លៀកសម្លៀកបំពាក់ស៊ុតពណ៌សប្រឡាក់ឈាមកំពុងឈរនៅពីក្រោយនាងសក់រវែងរបស់នាងនេះបានអណ្ដែតនៅក្នុងខ្យល់ដែលមិនមានលីដាស្រែកខ្លាំងហើយទម្លាក់កាមេរ៉ាចោលកាត់អីលីដាសាក់សួរដោយកាត់ភ័យស្លន់ស្លោខ្មោចនាងនៅពីកំរោយខ្ញុំនាងកំពុងមើលយើងតាមកញ្ចក់សុវណ្ណដែលកំពុងតែកត់ត្រាសំឡេងបានឮសំឡេងមួយចាំងច្បាស់នៅក្នុងកាសរបស់គេវាមិនមែនជាសំឡេងមនុស្សទេតែជាសំឡេងស្រីយំយ៉ាងសោកសៅបំផុតដូចជាកំពុងយំពីបាតបេះដូងអូននៅរងចាំបងនៅទីនេះបងបានក្បត់ពាក្យសច្ចាសំឡេងនោះខ្សឹបតិចជាភាសាបារាំងបុរាណដែលធ្វើឲ្យសុវណ្ណរត់ទៅរកទ្វារដោយភាពភ័យខ្លាចភ្លាមនោះទ្វារបន្ទប់គេងក៏បានបិទខ្ទប់ដោយខ្លួនឯងជាមួយនឹងសំឡេងផ្ទុះដ៏ខ្លាំងក្លាពួកគេត្រូវបានឃុំឃាំងនៅក្នុងវិមានព្រលឹងឯកការនេះហើយភាពភ័យខ្លាចបានធ្វើឲ្យសាក់មានការស្មារតីច្បាស់លាស់គាត់បានចាប់ផ្ដើមពិនិត្យមើលឈិនចាំងនិងវត្ថុបុរាណនៅក្នុងបន្ទប់គាត់បានប្រទះឃើញកំណត់ហេតុចាក់មួយដែលត្រូវបានលាក់នៅក្នុងទូកំណត់ហេតុនោះបានរៀបរាប់ពីជីវិតរបស់នាងនីក្នុងទសវត្សរ៍ឆ្នាំ1950នាងនីគឺជាកូនស្រីដ៏ស្រស់ស្អាតរបស់មន្ត្រីខ្មែរហើយនាងបានលួចលាក់មានទំនាក់ទំនងស្នេហាជាមួយមន្ត្រីបារាំងម្នាក់ឈ្មោះលោក François ពួកគេបានសន្យានឹងគ្នាថានឹងរៀបការប៉ុន្តែ François ត្រូវបានបញ្ជាឲ្យត្រឡប់ទៅប្រទេសបារាំងវិញហើយគាត់ក៏បានបោះបង់នាងចោលខ្ញុំកំពុងរងចាំបងត្រឡប់មកវិញតាមការសន្យាប៉ុន្តែបងមិនបានធ្វើវាឡើយអូននឹងរងចាំរហូតដល់សេចក្តីស្លាប់ហើយបើសិនជាបងមិនមកទេអូននឹងយកអ្នកណាដែលហ៊ានចូលមកក្នុងបន្ទប់របស់យើងដើម្បីធ្វើជាគូរបស់អូនជំនួសបងនេះគឺជាប្រយោគចុងក្រោយនៅក្នុងកំណត់ហេតុនោះលីដាដែលនៅឈរជិតកញ្ចក់បានចាប់ផ្ដើមញ័រធួនភ្នែករបស់នាងបានប្រែជាពណ៌ក្រហមឆ្អែវហើយសំឡេងរបស់នាងក៏បានផ្លាស់ប្ដូរទៅជាសំឡេងដ៏គ្រលួចរបស់ស្ត្រីចំណាស់នាងកំពុងតែត្រូវខ្មោចនាងនេះចូលសាប់ជួយខ្ញុំផងសំឡេងលីដាផ្ទាល់បានស្រែកឡើងតែសំឡេងនាងនេះក៏បានគ្រប់ដណ្ដប់មិនអាចទេនាងនឹងក្លាយជាខ្ញុំនាងនឹងរងចាំគាត់ជាមួយនឹងខ្ញុំនាងជាកូនក្រមុំជំនួសខ្ញុំសុវណ្ណភ័យខ្លាចរហូតដល់មិនដឹងធ្វើអ្វីគាត់បានចាប់ផ្ដើមថតសំឡេងការចាប់កំណត់ដ៏អាចារ្យនេះពេលនោះគាត់នឹកឃើញដល់កូនអាយ៉ាងក្បាលដែលគាត់បានយកមកជាមួយនោះគឺជាវត្ថុធ្វើពីសូត្រវាជាអាយ៉ាងសូត្រនាងនេះខ្ញុំដឹងថាអ្នកកំពុងរកគូប៉ុន្តែអ្នកមិនអាចចាប់នាងបានទេសុវណ្ណបានស្រែកខាងខ្លាហើយបានបោះកូនអាយ៉ាងនោះទៅក្នុងកញ្ចក់ទោះជាយ៉ាងណាកូនអាយ៉ាងនោះមិនបានប៉ះកញ្ចក់ទេវាបានអណ្ដែតនៅក្នុងខ្យល់ហើយបានរលាយចូលទៅក្នុងកញ្ចក់ដោយជាផ្សែងភ្លាមនោះកញ្ចក់បានបញ្ចេញពន្លឺពណ៌បៃតងចេញហើយនៅក្នុងពន្លឺនោះពួកគេបានឃើញរូបភាពដ៏ច្បាស់របស់នាងនាងស្លៀកសម្លៀកបំពាក់កូនក្រមុំសូត្រហើយកាន់កូនអាយ៉ាងនោះនាងបានសម្លឹងមើលទៅសាក់នឹងសុវណ្ណជាមួយនឹងស្នាមញញឹមដ៏គួរឲ្យខ្លាច
ញាក់បាននាំរបស់ខ្ញុំមកវិញហើយសម្លេងនាងនីបានលាន់លឺឡើងនៅក្នុងបន្ទប់ទាំងមូលឥឡូវនេះខ្ញុំនឹងយកនាងទៅព្រលឹងខ្មោចនាងនីបានប្រឹងប្រែងញាក់ជួទៅក្នុងខ្លួនរបស់លីដារាងកាយរបស់លីដាបានពុតបែនក្នុងទម្រង់ដែលមិនអាចទៅរួចហើយឈាមក៏បានហូរចេញពីមាត់របស់នាងសាក់បានទៀងសូវ៉ាន់ឲ្យដើរថយក្រោយហើយគាត់បាននឹកឃើញដល់ពាក្យរបស់តាអាចារ្យចាស់កុំថតរូបនាងនៅមុខកញ្ចក់ទ្រុឌទ្រោមនោះប្រហែលជាចំណុចខ្សោយរបស់នាងគាត់បានចាប់យកកាមេរ៉ារបស់លីដាដែលធ្លាក់នៅលើដីហើយបានបើក flash ខ្លាំងបំផុតគាត់បានជូតថតរូបលីដាដែលកំពុងទ្រើខ្មោចចូលនៅមុខកញ្ចក់នោះយ៉ាងលឿនបំផុតคลิกពន្លឺ flash ដប់ភ្លឺចែងចាងបានផ្ទុះឡើងហើយសំឡេងស្រែករបស់នាងនេះក៏បានលាន់លឺឡើងយ៉ាងខ្លាំងក្លានៅក្នុងកញ្ចក់រូបភាពនាងនេះបានប្រែទៅជាខ្មៅហើយកញ្ចក់នោះក៏បានផ្ទុះបែកខ្ចាយជាចំណែកតូចៗរាប់មិនអស់ភ្លាមនោះលីដាបានដួលទៅលើអេតនាងដកដង្ហើមញាប់ហើយដឹងខ្លួនវិញភាពភ័យខ្លាចបានគ្រប់ដណ្ដប់លើទឹកមុខរបស់នាងរត់ទៅនាងនឹងត្រឡប់មកវិញសាក់ស្រែកទាំងញ័រខ្លួនពួកគេទាំង3នាក់បានរត់គេចចេញពីវីឡានោះទាំងត្រដាបត្រដួសពេលចុះដល់ជាន់ផ្ទាល់ដីពួកគេបានឃើញស្រមោលស្ត្រីម្នាក់បានរត់តាមបង្អោតដោយមានសម្លេងយំខ្សឹកខ្សួលតាមពីក្រោយពួកគេស្ទុះចូលទៅក្នុងរថជិនជីបហើយបើកចេញទៅដោយមិនបានគិតដល់ឧបករណ៍ដែលនៅសល់ក្នុងផ្ទះនោះដែរនៅតាមផ្លូវត្រឡប់ទៅភ្នំពេញវិញពួកគេទាំង3នាក់បានស្ងាត់ស្ងៀមពេលមកដល់ផ្ទះវិញសាក់បានបើកមើលកាមេរ៉ារបស់លីដាពួកគេបានរកឃើញរូបថតចុងក្រោយបំផុតដែលគាត់បានថតវាគឺជារូបថតរបស់លីដាដែលឈរនៅមុខកញ្ចក់នោះប្រេះស្រាំហើយលីដាមើលទៅដូចជាមនុស្សធម្មតាវិញហើយប៉ុន្តែនៅក្បែរលីដានៅក្នុងរូបថតនោះមានរូបភាពប្រលឹងស្ត្រីម្នាក់ដែលស្លៀកសម្លៀកបំពាក់សូត្រពណ៌សអោនមុខចុះក្រោមដែលមើលទៅដូចជានាងនេះកំពុងតែឈរយ៉ាងច្បាស់ហើយសម្លេងដែលសូវ៉ាន់បានថតក៏នៅតែមាននៅសម្លេងខ្សឹបខ្ជិលដ៏សោកសៅរបស់នាងនេះនៅចុងបញ្ចប់នៃខ្សែអាននោះអូននៅតែរងចាំក្រុមអ្នកថតគុណទាំង3នាក់នោះមិនបាននិយាយពីរឿងនេះឲ្យនរណាដឹងឡើយលើកលែងតែពួកគេបានយកវីដេអូនិងសំឡេងដែលបានថតយកទៅកាត់តជារឿងខ្លីរបស់ពួកគេបានដាក់ចំណងជើងរឿងថាវិមានប្រលឹងឯកាភាពយន្តខ្លីនោះទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនព្រោះតែរូបភាពខ្មោចនាងនេះដ៏ច្បាស់មួយសន្លឹកដែលពួកគេបានដាក់បញ្ចូលទោះបីជាពួកគេល្បីក៏ដោយពួកគេក៏មិនដែលហ៊ានវិលត្រឡប់ទៅកាន់ខេត្តកំពតម្ដងទៀតឡើយហើយរាល់ពេលដែលពួកគេបានធុំក្លិនផ្កាចំប៉ីពួកគេតែងតែមានអារម្មណ៍ថាមាននរណាម្នាក់កំពុងតែឈរនៅពីក្រោយពួកគេវិមានប្រលឹងឯកានោះនៅតែឈរយ៉ាងស្ងៀមស្ងាត់នៅទីនោះរងចាំការត្រឡប់មកវិញរបស់ស្នេហាដ៏ក្បត់របស់វានិងភ្ញៀវថ្មីដែលមិនបានដឹងពីប្រវត្តិដ៏ក្រាំគ្រារបស់នាងនេះ